ការចាប់ខ្លួនឈិនជឺរាជការកម្ពុជាបង្ហាញទង្វើមិនជ្រះស្រឡះលើរឿងចាប់ខ្លួនជនម្នាក់នេះទេឥឡូវនេះនៅក្នុងមជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិគេមើលឃើញចម្ងល់បានសេចក្តីថាគេឃើញពីការបិទបាំងរបស់រាជការកម្ពុជាក្នុងរឿងនេះនៅក្នុងរឿងនេះគឺ timing looks defensive not proactive បានសេចក្តីថាពេលវេលាដែលចាប់ឈិនជឺគឺជាពេលវេលាដែលកម្ពុជាកំពុងតែធ្វើអ្វីមួយនៅពេលដែលចំណុចសំខាន់នៃសភាពការពិភពលោកកំពុងតែផ្ដោតអារម្មណ៍ទៅលើ scam alert នៅក្នុងពិភពលោកប្រទេសអាមេរិកនិងចក្រភពអង់គ្លេសកំពុងតែដាក់ដង្កេបសេដ្ឋកិច្ចហិរញ្ញវត្ថុទៅលើគោលដៅ146កន្លែងជាប់នឹងរឿងឈិនជឺនេះកូរ៉េខាងត្បូងបានធ្វើការចោទប្រកាន់បទអក្រិតកម្មឆ្លងដែននិង scammer ចំនួន147ឈ្មោះតាក់ទងនឹង Prince Group ឈិនជឺសេចក្តីរាយការណ៍ពីសហរដ្ឋអាមេរិកក្នុងការបង្កBitcoin ចំនួន 14,000 លានដែលតាក់ទងនឹងscammers ព្រឹត្តិការណ៍បែបនេះបង្ហាញឲ្យឃើញថារាជការកម្ពុជាដែលចាប់ឈិនជឺនេះគឺជារឿងដែលគេមិនជឿតតែសោះបាទឈិនជឺកាន់សញ្ជាតិខ្មែរបាទឈិនជឺកាន់សញ្ជាតិខ្មែរទោះដកសញ្ជាតិក៏ត្រូវកាត់ទោសនៅកម្ពុជាក៏ត្រូវកាត់ទោសនៅកម្ពុជាព្រោះឈិនជឺប្រព្រឹត្តអក្រិតកម្មនៅកម្ពុជាដើមបណ្ដឹងគឺប្រទេសច្រើនពីប្រទេសចិនមានន័យថាចិនមិនមែនដើមបណ្ដឹងទេដើមបណ្ដឹងគឺបរទេសដទៃច្រើនប្រទេសនៅពេលដែលកម្ពុជាមិនអើពើចំពោះប្រតិកម្មពីអក្រិតកម្ម scam នេះទេស្រាប់តែស្ងាត់បែរទៅជាចាប់ឈិនជឺហើយមិនទាន់និយាយស្អីផងបញ្ជូនចេញទៅបាត់នេះគឺជាចម្ងល់ដែលគេចោទប្រកាន់ឬក៏គេសង្ស័យថាជារឿងភូតកុហករបស់គេម្ដេចក៏កម្ពុជាបែរជាមិនកាត់ទោសនៅកម្ពុជាមុនគេនេះគឺជាអ្វីដែលជាចម្ងល់តាក់ទងនឹងរឿងឈិនជឺនេះកម្ពុជាប្រឈមហានិភ័យបាទនៅពេលដែលតួលេខបានកើតឡើងដោយឃើញថាវាជាអំពើអក្រិតឆ្លងដែនដែលតាក់ទងនឹងធនាគារតាក់ទងនឹង FATF តាក់ទងនឹងការដែលប៉ះពាល់ដល់អង្គការហិរញ្ញវត្ថុលោកខាងលិចការដែលបញ្ជូនឈិនជឺទៅកាន់ប្រទេសចិនបង្ហាញឲ្យឃើញថាកម្ពុជាខុបខិតអ្វីមួយការកែសំណុំរឿងឲ្យឈិនជឺសុំក្រឡុំណាសុំក្រឡុំនឹងអក្រិតជនភូតកុហកអន្តរជាតិគ្មានសហការពិតប្រាកដជាអន្តរជាតិល្មើសច្បាប់ហិរញ្ញវត្ថុគឺជាការភូតកុហកដែលអន្តរជាតិមើលឃើញចំពោះកម្ពុជាជាប់ការសង្ស័យថារបៀបដែលបញ្ជូនចេញនេះណាគឺជាការបាត់បង់ពីម្សិលមិញខ្ញុំបានអธิบายជូនហើយតែឥឡូវនេះគឺគ្រាន់តែបង្ហាញគោលតទៅទៀតដែលតាក់ទងអំពីរបស់ធំក្លិនមិនល្អបាទរបស់ធំក្លិនមិនល្អដែលការបញ្ជូនឈិនជឺរបៀបនេះឲ្យកម្ពុជាធ្លាក់ក្នុងរណ្ដៅថាជាប្រទេសខុបខិតជាមួយអក្រិតជនអនឡាញត្រង់នេះ
គឺជាចំណុចដែលត្រូវតែណាដែលត្រូវតែពិនិត្យណាម៉ែនកំសែងអត់ចេះច្បាប់ចេះតែនិយាយម៉ែនកំសែងអត់ដឹងសុំម៉ែនកំសែងរស់នៅស្រុកអាមេរិកដូចវែកក្នុងឆ្នាំងសម្លសូម្បីតែពីរដ្ឋមួយទៅរដ្ឋមួយទៀតបើសិនណាជាទីតាំងនៃអក្រិតកម្មឬបទល្មើសនៅក្នុងរដ្ឋណាគេត្រូវកាត់ទោសនៅរដ្ឋនឹងសិនទៅគេបញ្ជូនទៅតាមបច្ចៈបណ្ឌជាមួយរដ្ឋដទៃបើក្មួយម៉ែនកំសែងនិយាយអានឹងមានន័យថាអត់ចេះច្បាប់ហើយអត់ចេះច្បាប់អានឹងយើងដឹងហើយអូខេតើអ្វីដែលដូចខ្ញុំនិយាយពីម្សិលមិញថាអង្គើអក្រិតកម្មប្រព្រឹត្តនៅលើទឹកដីកម្ពុជាកាលជននឹងមានសញ្ជាតិខ្មែរផងទោះអត់សញ្ជាតិខ្មែរក៏ដោយក៏ត្រូវតែកាត់ទោសដែរផ្ទុយទៅវិញបើជននឹងធ្វើនៅលើដីអ្នកដទៃហើយត្រូវប្រទេសកម្ពុជាចាប់បានអានឹងទើបបញ្ជូនទៅដូច្នេះហើយណាដូច្នេះហើយបើសិនជាក្មួយម៉ែនកំសែងនិយាយចឹងខ្មែរខ្លួនម៉ែនកំសែងអត់ចេះច្បាប់ទេដូចវែកក្នុងឆ្នាំងសម្លចឹងអានឹងបើសិនទេណាបើសិនទេពួកខ្ញុំតែបានស្ដាប់គាត់និយាយណាបាទអញ្ចឹងអ្វីដែលតកតងនឹងឆិនជឺគឺជាចំណុចដូចដើរស្រាតខោហើយអួតថាខ្លួនកាន់ទង់សច្ចៈផ្ដល់សេចក្តីយុត្តិធម៌និងសហការអន្តរជាតិអញ្ចឹងរឿងរ៉ាវដែលធ្វើនេះគឺជាប់ក្លិនជាប់ក្អែលយ៉ាងខ្លាំងបាទជាប់ក្លិនជាប់ក្អែលយ៉ាងខ្លាំងដែលមិនល្អទោះបីខំធ្វើប៉ុណ្ណាក៏មួយថ្ងៃគឺពិភពលោកមើលឃើញថាប្រទេសកម្ពុជាជាប់តាក់ទងនឹងអំពើពណ៌ប្រផេះឬពណ៌ខ្មៅនេះគឺជាចំណែកបាទត្រង់ហ្នឹងណាអាហ្នឹងអញ្ចឹងបាទនឹងគឺជាចំណុចដែលខ្ញុំលើកយកមកបន្ថែមថ្ងៃនេះគឺទី1អ្វីដែលធ្វើឡើងលើបុគ្គលជាប់ចោតអន្តរជាតិឆិនជឺខ្មែរហៅ Gen Z នេះរាជការខ្មែរកំពុងតែដើរស្រាតដោយមានការខុបខិតធំក្លិនមិនល្អចំពោះអក្រិតកម្មបែបនេះគឺជារឿងដែលគួរឲ្យខ្មាស់អៀនជាទីបំផុតនឹងប៉ុណ្ណឹងបាទខ្ញុំសំណេះសំណាលបន្តិចនៅក្នុងភាគនេះបាទសួស្តីបាទម៉ៅសវណ្ណីខ្ញុំទៅនឹងក្រោកបាទទៅនឹងក្រោកពីដំណេកคล้ายកំហុយដូចខ្ញុំនិយាយតាំងពីដើមមកគឺសេចក្តីទុក្ខវេទនារបស់កម្ពុជាមិនស្រាក់ស្រានទេកម្ពុជាបានបាត់បង់នៅរាត្រីទឹកឃ្មុំហើយនៅសល់តែរាត្រីទឹកខ្មេះទេបាទខ្ញុំអត់យល់ពីរដ្ឋាភិបាលខ្មែរគ្មានអ្វីងាយយល់ពីគាត់ទេគាត់ធ្វើប្រឡាក់ប្រឡោះវាន់ក៏ច្រើនណាស់ជ្រះស្រឡះយ៉ាងភ័យខ្លួនឯងព្រោះសហរដ្ឋអាមេរិកចាប់ប្រធានបតីការផ្សាយពីការចាប់ឈិនជឺគឺជាការរសើបប៉ុន្តែជាការធ្វើឲ្យខុសខ្លាំងជាងមុនរសើបនឹងព្រឹត្តិការណ៍នៅវ៉េណេស៊ុយអេឡាតែក៏ផុងខ្លួនចូលជ្រៅក្នុងរណ្ដៅខុសឆ្គងលោកតាបើគេចាប់ឆិនជឺហើយឈានដល់ការចាប់អត់មានឈានទេគេមិនចាប់អញ្ចឹងទេកូនអត់មានឈានអីទេណាអូខេលោកតាថ្ងៃនេះអភិបាលខេត្តកោះកុងអំពាវនាវឲ្យទូកនេសាទខ្មែរនៅចិត្តកុំតន់ទៅឆ្ងាយខ្លាចកងទ័ពថៃធ្វើបាបត្រឹមត្រូវហើយពីព្រោះកងទ័ពជើងទឹករបស់លោកហ៊ុនសែនរកស៊ីជាមួយអ្នកនេសាទខុសច្បាប់ថៃ
តែមិនហ៊ានតវ៉ារឿងការរំលោភដល់ដែនសមុទ្រកម្ពុជាដោយកងទ័ពជើងទឹកថៃទេនឹងអញ្ចឹងបាទអរគុណចំពោះព័ត៌មានលោកតាបើគេចាប់ឆ្លើយឲ្យកូនមិនធ្វើអញ្ចឹងទេការរុះរាន់ធ្វើគឺចំពេលវេលាដែលកំពុងកើតឡើងនៅក្នុងឆាកអន្តរជាតិមានរឿងវេណេស៊ុយអេឡាជាដើមសុធាកងទ័ពជើងទឹកដែលបានល្បាតនៅក្នុងដែនសមុទ្ររបស់កម្ពុជាបានល្បាតចូលដែនសមុទ្ររបស់កម្ពុជាគឺបានធ្វើឡើងតាំងពីសង្គ្រាមថ្ងៃទី7ខែធ្នូឆ្នាំ2025មកម្លេះហើយការល្បាតនេះគឺជាប្រតិបត្តិការសឹកចក្រពងភូវនាថសំទោសប្រតិបត្តិការសឹកចក្រពងភូវនាថដែលកែឈ្មោះទៅជាប្រជួបគិរីខណ្ឌព្រះច័ន្ទគិរីខេត្តដូច្នេះថៃនឹងធ្វើទុកបុកម្នេញដល់ប្រជានេសាទកម្ពុជាហើយនឹងធ្វើទុកបុកម្នេញតែថ្ងៃមុខទៀតបើសិនជាសភាពការតានតឹងនឹងអញ្ចឹងណាបាទសុឆន្ទៈរាជការចេះតែពន់ជើងខ្លួនឯងចេះតែពន់ជើងខ្លួនឯងពន់ជើងឡើងពន់ជើងឡើងចេះតែមានបញ្ហាខ្លួនឯងជានិច្ចដែលបញ្ហារបស់រាជការស្រាយមិនរួចទេជាប់គ្រប់កន្លែងហើយតែរឿងមួយដែលឃើញរាជការមិនដូរតទៅសោះគឺការស៊ីជោការអួតហើយនឹង fake ផាណូរឿងរស់នៅបរទេសទាមទារឲ្យចេះលំបាកបើសិនណាជាចៅផាណូមិនតាំងចិត្តរស់នៅដោយលំបាកនៅបរទេសទេកុំមកនៅបរទេសជីវិតនៅកូរ៉េនៅជប៉ុនឬនៅកន្លែងណាសុទ្ធតែជាជីវិតដែលលំបាកអញ្ចឹងបើគ្មានការតាំងចិត្តរស់នៅដោយលំបាកទេគឺអត់មានអាចមកនៅក្រៅបានតាមសេចក្តីប្រាថ្នាឡើយណាត្រង់ហ្នឹងទ្រព្យសម្បត្តិឈិនជឿច្រើនហើយរាជការអត់មានវិធានការរឹបអូសទេហើយក៏អត់មានដាក់បណ្ដឹងដែរស្រាប់តែទទេក៏និយាយថាដកសញ្ជាតិហើយនិយាយថាចាប់បញ្ជូនទៅចិនជាការសង្ស័យរបស់បរទេសនៅក្នុងពិភពលោកថាកម្ពុជាខុបខិតជាមួយនឹងឈិនជឿPeter black paper មិន black letter ទេគេហៅ black paper ជាសៀវភៅខ្មៅដែលសរសេរដោយប្រពន្ធអៀងសារីនាងអៀងធីរិទ្ធបោះពុម្ពនៅឆ្នាំ1977ខ្ញុំមាននៅក្នុងបណ្ណាល័យខ្ញុំសៀវភៅនេះខ្មែរក្រហមដែលរស់នៅជាមួយយួនតាំងពីទសវត្សរ៍ទី50 60រហូតដល់70អត់អធិប្បាយស៊ីជម្រៅរឿងសហព័ន្ធឥណ្ឌូចិននោះទេអត់បានអធិប្បាយស៊ីជម្រៅទេ Black paper was written very shallow the author does not have deep knowledge ខ្មែរក្រហមចោទប្រកាន់យួនតែដល់សរសេរសៀវភៅខ្មៅហ្នឹងគឺអត់សរសេរសៀវភៅខ្មៅហ្នឹងបានល្អទេអត់សរសេរបានល្អទេបានជ្រាលជ្រៅច្បាស់លាស់ទេបែរទៅជាសរសេរសៀវភៅខ្មៅហ្នឹងអត់បានការគ្មានថ្ងៃខែគ្មានខ្លឹមសារច្បាស់លាស់ទេបាទការចោទប្រកាន់របស់ខ្មែរក្រហមតាមរយៈសៀវភៅខ្មៅអត់ណាក្រោយមកឆ្នាំ1983ខ្មែរក្រហមបានបោះពុម្ពផ្សាយសៀវភៅតូចមួយទៀតសៀវភៅហ្នឹងសរសេរដោយចិនហើយយកមកបោះពុម្ពនៅទីក្រុងបាងកកឆ្នាំ1983ក៏ការបកស្រាយអំពីសហព័ន្ធឥណ្ឌូចិនមានលក្ខណៈមិនស៊ីជម្រៅទេមានលក្ខណៈមិនស៊ីជម្រៅទេនឹង
និយាយអំពីសហព័ន្ធឥណ្ឌូចិននេះសហព័ន្ធឥណ្ឌូចិនរបាយការណ៍សរសេរដោយDouglas Pike PIKE អតីតប្រធានការិយាល័យក្រុមស៊ើបការណ៍សម្ងាត់ CIA នៅវៀតណាមខាងត្បូងគាត់សរសេរពីឆ្នាំ81ហើយគាត់យកទៅធ្វើអទិសនាមនៅឯរដ្ឋសភាអាមេរិកនិងស៊ីជម្រៅប៉ៃឈ្មោះគាត់ប៉ៃ PIKE ហេលោកតាហេតុអ្វីថៃប្រើបូរផា Task Force មិនប្រើទ័ពទូទៅថៃនៅក្នុងភូមិភាគ1គេប្រើគណៈបូរផាគេប្រើគណៈបូរផានៅភូមិភាគ2គេប្រើគណៈសូរារ៉ានីជារបៀបរៀបចំរចនាសម្ព័ន្ធភូមិភាគមួយគណៈបូព៌ានេះមានយូរមកហើយមិនដឹងពេលណាទេកាលខ្ញុំនៅស្រុកថៃខ្ញុំក៏ស្គាល់បូរផា Task Force នឹងដែរគឺស្គាល់គណៈបូព៌ានឹងដែរបាទគណៈបូព៌ានឹងដែរបាទអញ្ចឹងបងលីរឿងពាក្យនៅក្នុងវចនានុក្រមខ្មែរយើងអត់គ្រប់ទេហេអញ្ចឹងហើយបានរកពាក្យមិនឃើញណាបាទអញ្ចឹងគេប្រើគណៈបូព៌ាហ្នឹងគឺបូរផា Task Force គេហៅថាគណៈបូព៌ាឬក៏សេនាធិការបូព៌ានៅភូមិភាគ2គេប្រើសូណារ៉ានីហ្នឹងគឺគេប្រើអញ្ចឹងជាទូទៅមិនដឹងពីពេលណាមកទេខ្ញុំមិនបានតាមដានទេគ្រាន់តែខ្ញុំដឹងតែកាលខ្ញុំចូលនៅស្រុកសៀមវាមានតែហើយបន្ទាប់ពីជួបរឿងសង្គ្រាមហើយសង្គ្រាមអត់ទាន់ហើយទេឆន្ទៈសង្គ្រាមនៅអត់ទាន់ហើយទេណាសង្គ្រាមនៅអត់ទាន់ហើយទេរាជការខំប្រឹងប្រយ័ត្នប្រយែងណារាជការអត់ចង់ឲ្យសៀមវាយម្ដងទៀតទេChange Philip លោកតាហេតុអ្វីបានជាលោកហ៊ុនសែនសុកចិត្តបញ្ជូនលោកខ្ញុំនិយាយពីរដងហើយខ្ញុំចេះដឹងតែប៉ុណ្្នឹងទេណាសំណួររបស់ចៅស្ដាប់ម្សិលមិញខ្ញុំនិយាយរឿងច្រើនជឿហើយថ្ងៃនេះខ្ញុំនិយាយនៅក្នុងភាគនេះប៉ុណ្ណឹងខ្ញុំចេះតែប៉ុណ្ណឹងសុវណ្ណនុតឧត្តមសៀវភៅThe King Never Smiles ខ្ញុំឃើញគេប្រែជាភាសាខ្មែរខ្ញុំមិនដឹងថាការប្រែភាសាខ្មែរនោះល្អដែរឬទេណាល្អដែរឬទេរីឯសៀវភៅភាសាអង់គ្លេសខ្ញុំអាន 3-4 សារដែរកាលបោះពុំចាញ់ភ្លាមកាលហ្នឹងដូចជាចំនួនថាក់សិននៅជានាយករដ្ឋមន្ត្រីសៀវភៅហ្នឹងចំពោះខ្ញុំមានប្រយោជន៍តែចំពោះខ្មែរយើងដែលមិនសិក្សាប្រវត្តិសាស្ត្រថៃមិនបាច់អានក៏បានដែរមិនបាច់អានក៏បានដែរណាខ្ញុំឃើញសៀវភៅហ្នឹងគេមានប្រែជាខ្មែរហើយមិនដឹងថាពេលប្រែហ្នឹងគេកែពាក្យត្រួតពិនិត្យអីច្បាស់លាស់យ៉ាងណាខ្ញុំអត់ដឹងណាសៀវភៅស្ដេចបដិវត្តន៍ក៏មានគេប្រែជាខ្មែរដែរឃើញគេដាក់លក់ណាបាទនឹងអញ្ចឹងចំពោះខ្ញុំអាន 3-4 ចប់ហើយអូខេម៉ៅវ៉ានី scammer ហើយនឹង online កើតគ្រប់កន្លែងនៅក្នុងប្រទេសកម្ពុជាគ្រប់កន្លែង